សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់កំបាំងនិទានដែលនៅថ្ងៃនេះផងដែរយើងនឹងនិយាយតាក់ទងទៅនឹងរឿងរ៉ាវរបស់ខ្មោចនារីកៃតម្បាញដែលរឿងរ៉ាវគឺស្ថិតនៅក្នុងភូមិកំពង់ឫស្សីនៃខេត្តព្រៃវែងអ្នកភូមិនៅទីនោះតែងតែបញ្ជាក់ប្រាប់ថាគាត់បានធំក្លិនផ្កាម្លិះហើយនឹងសំឡេងកៃតម្បាញតិចតិចពីចម្ងាយហើយលោកតាសារ៉េតដែលរស់នៅទីនោះនឹងក៏បានឆ្លងកាត់នៅរឿងជាច្រើនមកហើយប៉ុន្តែគ្មានអ្វីប្រៀបបានទៅនឹងសមោដែលនៅជាប់ទៅនឹងផ្ទះនៅក្បែរដើមជ្រៃហ្នឹងឯងហើយវាធ្លាប់តែជាផ្ទះរបស់នារីតម្បាញសូត្រម្នាក់ឈ្មោះតារាដែលជាស្ត្រីដែលមានភាពស្ងៀមស្ងាត់ហើយបានបាត់ខ្លួននៅក្នុងយប់ដែលមានខ្យល់ព្យុះកាលពីប្រហែលឆ្នាំមុនហ្នឹងនិយាយទៅអត់មានតែគេដឹងទេថាគាត់បានបាត់ខ្លួនទៅណាគ្រាន់តែគេដឹងថាឧបករណ៍ដែលជាឧបករណ៍តម្បាញរបស់គាត់ហ្នឹងគឺនៅត្រឹងនៅកណ្ដាលផ្ទះរបស់គាត់ហ្នឹងមកហើយក្លិនផ្កាម្លិះដែលជាផ្កាដែលតារាគាត់ចូលចិត្តហ្នឹងគឺនៅតែបន្តធំក្លិនចម្លែកនៅជុំវិញផ្ទះរបស់គាត់ជានិច្ចហើយនៅរសៀលថ្ងៃមួយហ្នឹងគឺមាននិស្សិតម្នាក់ឈ្មោះថាលក្ខណៈដែលបានមកពីភ្នំពេញហ្នឹងគាត់រកកន្លែងស្នាក់នៅព្រោះថាគាត់ចង់ចងក្រងនៅបច្ចេកទេសនឹងឧបករណ៍ដែលត្បាញរបស់អ្នកនៅក្នុងភូមិហ្នឹងណាជាប្រពៃណីក្នុងតំបន់ហើយលោកតាសារ៉េតដែលដឹងថាលក្ខណៈគាត់ចង់មកជួលផ្ទះរបស់តារាអញ្ចឹងគាត់បានហាមឃាត់ពុំមានជាច្រើនថាអត់អាចនៅបានទេផ្ទះហ្នឹងមានហេតុការណ៍ចេះចុះប៉ុន្តែទោះជាមានការពុំមានយ៉ាងណាក៏ដោយក៏អត់អាចបញ្ចុះបញ្ចូលលក្ខណៈហ្នឹងមិនឲ្យជួលផ្ទះរបស់តារាបានទេដោយហេតុថាផ្ទះហ្នឹងមាននៅលក្ខណៈពិសេសមានក្បាច់រចនាស្អាតហើយក៏មានវត្ថុតម្បាញឧបករណ៍តម្បាញហ្នឹងគឺស្រាប់នៅក្នុងហ្នឹងហើយជាពិសេសទៀតនោះគឺវាមានតម្លៃសមរម្យដោយនៅក្នុងយប់ដំបូងនៃការរស់នៅរបស់លក្ខណៈជាថ្ងៃដ៏ក្តៅមួយខ្យល់អាកាសវាអត់សូវល្អទេហើយវាមានភាពអាប់អួរមែនតើលក្ខណៈព្យាយាមដេកឲ្យលក់ប៉ុន្តែសំឡេងក្រាក់តិចតិចវាបានចាប់ផ្ដើមឮចេញពីបន្ទប់ដែលនៅក្បែរនឹងបន្ទប់របស់គាត់ហ្នឹងហើយសំឡេងនោះវាអត់អាចច្រឡំទៅនឹងអីផ្សេងទេវាគឺជាសំឡេងនៃឧបករណ៍តម្បាញដែលកំពុងធ្វើការហ្នឹងលក្ខណៈដែលឮបែបអញ្ចឹងហើយគាត់ក៏បានងើបមុខឡើងហើយគាត់ភ័យញ័រទ្រូងផ្ទះដែលអត់មានតែគេនៅតែម្នាក់ឯងទេស្អាតប៉ុន្តែបែរជាឮនៅសំឡេងដែលចេញពីបន្ទប់ដែលដាក់នៅឧបករណ៍តម្បាញមួយហ្នឹងដោយហេតុតែចង់ដឹងគាត់ក៏បានដើរចូលទៅក្បែរនឹងបន្ទប់មួយហ្នឹងបើកទ្វារដោយដង្ហើមគាត់ហ្នឹងនៅនឹងពងកឲ្យដោយសារតែគាត់នឹងភ័យពេកសលេងហ្នឹងវាបានឮកាន់តែខ្លាំងឡើងពីសលេងនៃតម្បាញហើយអត់ចេះចប់អត់ចេះហើយទេគាត់បានរុញទ្វារបើកទៅក្នុងបន្ទប់ហ្នឹងប៉ុន្តែអាសំឡេងនៃសភាពឈើដែលចាស់ហ្នឹងណាគឺវាបានពលឺឡើងដូចមនុស្សស្រែកដង្ហៅដូចមនុស្សដែលជិតស្លាប់អញ្ចឹងហើយបន្ទប់ហ្នឹងងងឹតឆឹងតែហ្មងមានតាពលឺប្រច័ណ្ឌចាំងចូលមកតិចទេគឺពលឺតិចមែនតើហើយពលឺដ៏ស្អាតហ្នឹងបានចាំងទៅឧបករណ៍តម្បាញហ្នឹងហើយឧបករណ៍តម្បាញហ្នឹងទៀតសោតគឺសុទ្ធតែដីពាសពេញហ្នឹងមកព្រោះដែលហេតុថាគឺទុកចោលពី3ឆ្នាំមកហើយចំណែកមកស្ទុះក្រោយមកក៏លក្ខណៈបានឃើញអង្កាមហោះទៅហោះមកហោះទៅហោះមកក៏បានឃើញនៃការរាំរបាំធ្នឹមសូត្រដោយដៃហ្នឹងគឺកាន់នៅឧបករណ៍តម្បាញហ្នឹងជាប់មកហើយរេរាំយ៉ាងគួរឲ្យខ្លាចយកមែនតើបន្ទាប់មកបន្ទប់ហ្នឹងគឺប្រែជាត្រជាក់ដោយសារតាខ្យល់បក់ល្វិចហើយបន្ទាប់មកគាត់ក៏បានលើសំឡេងខ្សឹបតែសទន់ស្រួយខ្ញោកប៉ុន្តែឮច្បាស់គ្រាន់តែភាសាដែលខ្មោចនឹងបាននិយាយគឺលក្ខណៈស្ដាប់បញ្ចូលទេគ្រាន់តែដឹងថាចង្វាក់នៃការច្រៀងរៀបរាប់នៃភាពសោកសៅហ្នឹងគឺបានធ្វើឲ្យលក្ខណៈហ្នឹងគឺភ័យយ៉ាងខ្លាំងហើយវាជាសំឡេងមនុស្សស្រី
ដែលកំពុងតែរៀបរាប់ពីតម្បាញដែលគាត់បានធ្វើហ្នឹងគឺពាក្យនីមួយៗហ្នឹងគឺអូសបន្លាយវែងឡាយខ្លាំងមែនតើមកហើយដល់ពេលគ្រាន់តែឃើញបែបអញ្ចឹងភ្លាមគឺលក្ខណៈរត់រត់ទៅខែគាត់ភ្លាមមកដោយយកភួយហ្នឹងគឺខប់ក្បាលហើយប៉ុន្តែសលេងដែលក្រាក់ហ្នឹងគឺដេញតាមគាត់ពីក្រោយជានិច្ចហើយលើដល់លលាក្បាលរបស់គាត់មកហើយអាសំឡេងហ្នឹងគឺអត់ចេះចប់ទេគឺជុំវិញខ្លួនគាត់ហើយខិតកាន់តែចិត្តទៅរហូតដល់លក្ខណៈហ្នឹងមានអារម្មណ៍ថាអាខ្យល់ត្រជាក់ហ្នឹងគឺនៅនឹងត្រចៀករបស់គាត់តែហ្មងហើយដោយភាពភ័យខ្លាចហ្នឹងគាត់ក៏សង្ងំអោបខ្លួនភ្នែកបើកធំនៅក្នុងភាពងងឹតហ្នឹងគឺពេញមួយយប់មកហើយគិតឃើញតែអាម្រាមដៃនៃឆ្អឹងស្គមស្គាំងកាន់នៅឧបករណ៍តម្បាញហ្នឹងឯងហើយនៅពេលព្រឹកឡើងលក្ខណៈមានការហត់នឿយមើលទៅគឺហត់នឿយស្លេកស្លាំងដោយសារតែអត់បានគេងពីយប់ហើយគាត់ក៏បានទៅប្រាប់លោកតាសារ៉េតនៅរឿងរ៉ាវគ្រប់យ៉ាងដែលគាត់បានជួបប្រទះហ្នឹងហើយលោកតាក៏ដកដង្ហើមធំរួចក៏កវីក្បាលដែលគាត់បានប្រាប់ថាតារាហ្នឹងគឺស្រឡាញ់នៅរបស់ដែលគាត់បានធ្វើហ្នឹងគឺសូត្រហ្នឹងខ្លាំងមែនតើហើយគាត់បាននិយាយថាអ្នកនៅក្នុងភូមិហ្នឹងគិតថាវិញ្ញាណរបស់តារាហ្នឹងគឺជាប់ទៅនឹងឧបករណ៍តម្បាញរបស់គាត់ហ្នឹងហើយគឺតារាគាត់ព្យាយាមបញ្ចប់នៅស្នាដៃដែលគាត់បានចាប់ផ្ដើមហ្នឹងឲ្យចប់ហ្មងប៉ុន្តែមកស្ទុះក្រោយហ្នឹងគឺគាត់បានសម្លឹងទៅមើលផ្ទះហ្នឹងទៀតហើយក៏និយាយថាប្រហែលជាតើតាតារាហ្នឹងគាត់ត្បាញនៅអាតម្បាញដែលគាត់បានធ្វើហ្នឹងចប់បានគាត់ទៅនៅភពផ្សេងឬក៏ទៅចាប់ជាតិអញ្ចឹងណាហើយលក្ខណៈដល់ពេលឮចឹងហើយភ័យប៉ុន្តែក៏បានត្រឡប់ទៅផ្ទះនឹងនៅថ្ងៃហ្នឹងម្ដងទៀតដោយមានបំណងថាចង់ដឹងចង់ឃើញនៅហេតុការណ៍ដែលបានកើតមានដែលធ្វើឲ្យតារាបាត់ខ្លួនហ្នឹងដោយឃើញកំណត់ហេតុមួយនៅពេលដែលលក្ខណៈហ្នឹងគាត់បានទៅផ្ទះហ្នឹងវិញហើយវាបានលាក់នៅក្នុងថតតុនៅជិតនឹងឧបករណ៍តម្បាញហ្នឹងហើយវាជារបស់តារាព្រោះតាគាត់បានសរសេរនៅរឿងរ៉ាវល្អិតល្អន់អំពីការលះបង់ចំពោះសិល្បៈដែលគាត់បានធ្វើហ្នឹងគឺសូត្រដ៏កម្រហ្នឹងហើយសូត្រដែលឥតខ្ចោះហ្នឹងគឺគាត់ព្យាយាមធ្វើមែនតែនប៉ុន្តែគាត់អស់សង្ឃឹមយ៉ាងខ្លាំងក៏ព្រោះថាអីដែលគាត់កំពុងធ្វើហ្នឹងមនុស្សភាគច្រើនអត់បានឲ្យតម្លៃទៅវាខ្លាំងទេដែលធ្វើឲ្យគាត់បាក់ទឹកចិត្តនិងចង់បោះបង់បែបហ្នឹងដល់ពេលយប់ឡើងហ្នឹងគឺលក្ខណៈហ្នឹងគឺនៅតែនៅផ្ទះហ្នឹងដដែលហើយសលេងនៃអាឧបករណ៍តម្បាញហ្នឹងគឺកាន់តែខ្លាំងឡើងហើយអាពាក្យសម្ដីដែលតារាដែលជាខ្មោចតម្បាញហ្នឹងគឺនិយាយកាន់តែលឺជាងមុនទៀតដោយលក្ខណៈចង់ដឹងខ្លាំងពេកហ្នឹងគាត់ក៏យកចង្កៀងព្រោះនៅតំបន់ហ្នឹងគឺអត់ទាន់មានភ្លើងអីគ្រប់គ្រាន់ទេនៅប្រហែលឆ្នាំមុនហ្នឹងហើយលក្ខណៈក៏បានកាន់នៅចង្កៀងហ្នឹងបន្ទាប់មកក៏ដើរទៅជិតឧបករណ៍តម្បាញហ្នឹងវាអត់មានអីទាំងអស់ហ្មងនៅពេលដែលលក្ខណៈបានដើរទៅជិតកន្លែងឧបករណ៍តម្បាញហ្នឹងណាប៉ុន្តែនៅពេលដែលដៃគាត់កាន់ចង្កៀងហ្នឹងចុះឡើងក៏បានឮសំឡេងវាជាសំឡេងខ្សឹបតិចម្លាយដូចលើកមុនអញ្ចឹងប៉ុន្តែលើកនេះវាមិនមែនជាសំឡេងដែលរៀបរាប់ទៅនឹងរឿងរ៉ាវនៃឧបករណ៍តម្បាញពីតម្បាញទៀតទេគឺជាការអង្វរគឺជាសំឡេងដ៏សោកសៅនៃការអង្វរឲ្យជួយបញ្ចប់នៅឧបករណ៍តម្បាញហ្នឹងព្រោះតថាតារាគាត់ចង់បាននៅសេរីភាពគេចចេញពីការដែលធ្វើការត្បាញរហូតហ្នឹងគឺសលេងហ្នឹងបានបញ្ជាក់ថាជួយខ្ញុំបញ្ចប់នៅតម្បាញមួយនេះក្លិនផ្កាម្លិះនៅក្នុងបន្ទប់ហ្នឹងកាន់តែខ្លាំងហើយក្លិនក៏អូបឈ្ងុយដូចជាកម្រផ្កាពិធីបុណ្យសពអញ្ចឹងឯងលក្ខណៈមានអារម្មណ៍ថាមានតែគេទាញអាវរបស់គាត់មើលចុះខមហើយអត់មានអីទេបន្ទាប់មកនៅពេលដែលគាត់ងើបឡើងវិញគឺចង្កៀងហ្នឹងគឺមានពន្លឺស្អាប់ហើយក៏បានឃើញស្ត្រីម្នាក់ដែលស្លេកស្លាំងភ្នែកគឺធំអត់មានប្រស័យភ្នែកគឺសស្លែតមកហើយមើលទៅដូចនឿយហត់ជាខ្លាំង
ចំណែកឯសក់វិញគឺវែង បន្ទាប់មកហ៊ុំព័ទ្ធទៅដោយសូត្រឆៅ ដៃរបស់នាងហ្នឹងគឺថ្លា ហើយក៏បានលើកយកឧបករណ៍តម្បាញហ្នឹងមកត្បាញបន្តទៀត នៅពេលដែលឃើញអញ្ចឹង លក្ខណៈបានដួលទៅក្រោយ ហើយចង្កៀងហ្នឹងក៏បានធ្លាក់ចុះ ហើយរត់ឆឹង បន្ទាប់មកភាពងងឹតហ្នឹងគឺគ្របដណ្ដប់ពេញបន្ទប់ហ្នឹងហ្មង ហើយសំឡេងក្រាកៗៗៗ និងសំឡេងខ្សឹបដ៏អស់សង្ឃឹមហ្នឹង វាបានបន្លឺឡើងកាន់តែខ្លាំង លក្ខណៈបានដឹងភ្លាមថា តារាមិនមែនតែជាខ្មោចធម្មតាទេ នាងគឺជាទាសករនៃស្នាដៃដែលអត់ចេះចប់អត់ចេះហើយ ហើយដូចជាប់គាំងទៅនឹងបណ្ដាសានៃអបិយជំនឿ ឬភាពសម័យសម័យរបស់នាងអញ្ចឹងណា គឺនៅតែធ្វើអាតម្បាញដែលនាងអត់ទាន់ហើយហ្នឹងជារៀងរហូតហ្មង ហើយនាងអត់ឡងតែត្រឹមនៅក្នុងផ្ទះហ្នឹងឯង នាងគឺជាផ្នែកនៃផ្ទះហ្នឹងហ្មង ជាផ្នែកមួយនៃសូត្ររបស់ខ្លួនឯង ហើយតើតាបញ្ចប់នៅអាសូត្រដែលនាងបានធ្វើហ្នឹង ទើបនាងអាចរួចចេញពីអាបណ្ដាសានៃអបិយជំនឿមួយហ្នឹងបាន ដោយដឹងបែបហ្នឹងហើយ លក្ខណៈក៏បានរត់ចេញពីផ្ទះហ្នឹងទាំងយប់តែម្ដង ហើយឥវ៉ាវ៉ាន់គ្រប់យ៉ាងហ្នឹងគឺគាត់បានទុកចោល ព្រោះតែថានៅទៀតគឺអត់បានទេ គឺតារាគាត់ធ្វើការងារសូត្រហ្នឹងរហូតហ្មង ដែលអត់អាចខ្មោចនិងមនុស្សនៅផ្ទះតែមួយបានទេ ហើយនៅពេលដែលលក្ខណៈចេញទៅ គឺគាត់លែងហ៊ានចូលមកក្នុងកំពង់ឫស្សីនឹងទៀតហើយ ប៉ុន្តែឥឡូវហ្នឹងណា គឺលក្ខណៈនៅតែនិយាយថា គាត់នៅតែឮសំឡេងដែលក្រឹកក្រាកៗ ហើយនៅចង្វាក់នៃឧបករណ៍តម្បាញខ្មោច និងសំឡេងខ្សឹបៗតិចៗរបស់តារាជានិច្ចនៅក្នុងត្រចៀករបស់គាត់ ហើយគាត់ក៏បានយល់សប្តិឃើញនៅអាហេតុការណ៍ទាំងអស់ហ្នឹងជារៀងរាល់ថ្ងៃចាប់តាំងពីពេលហ្នឹងមកដែរ ហើយបើសិនជាអ្នកទាំងអស់គ្នាមាននៅរឿងរ៉ាវដែលទាក់ទងទៅនឹងខ្មោចបែបហ្នឹង ក៏អ្នកទាំងអស់គ្នាអាចមកប្រាប់ខ្ញុំបានដែរ ដើម្បីឲ្យខ្ញុំយករឿងរបស់អ្នកទាំងអស់គ្នាហ្នឹងមកនិយាយដាក់នៅក្នុង YouTube អញ្ចឹងអរគុណអ្នកទាំងអស់គ្នា ជម្រាបលា បាយបាយ